សូមញាតិញោមតាំងចិត្តស្មឹងស្មាតទៅដល់គុណរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រនាមថាពុទ្ធោដូច្នេះអ្វីដែលជាកិច្ចសំខាន់ដែលញាតិញោមត្រូវរលឹកគឺគុណព្រះអង្គថាពុទ្ធោពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនូវសច្ចៈទាំងឡាយហើយដឹកនាំសពសត្វទាំងឡាយឲ្យបានត្រាស់ដឹងនូវសច្ចៈនោះតាមព្រះអង្គដែរអ្វីដែលបដោតសូមញាតិញោមបដោតទៅលើគុណតែម្យ៉ាងថាពុទ្ធោពុទ្ធោសូមរលឹកក្នុងចិត្តរឿយៗពុទ្ធោពុទ្ធោសមាធិដោយការកាត់បង់នៅសេចក្តីរីមាយសេចក្តីអណ្ដែតអណ្ដូងប្រមូលចិត្តប្រមូលស្មារតីដាក់ក្នុងទ្រូងក្នុងពុទ្ធមានអារម្មណ៍តែមួយត្រង់ឆ្ពោះទៅរកគុណរបស់ព្រះពុទ្ធដែលព្រះអង្គត្រាស់ដឹងនៅទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈធ្វើចិត្តឲ្យកើតបៃតិបាមជ្ជៈទុតស្រាប្រកបដោយសទ្ធាក្នុងគុណព្រះពុទ្ធចឹងសូមស្មឹងស្មាតស្ងប់ស្ងាត់តទៅ